សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបន្តពីវីដេអូមុនបងប្អូនក៏ជាស្គាល់ហើយកន្លែងនេះគឺសួនបែបអឺរ៉ុបនៅក្នុងបូរីពេញហួតបឹងថ្នោរបងប្អូននៅខាងទឹកដីច្បារអំពៅហើយសួននេះដែរគឺមានតាំងពីបន្លាយទឹកកែច្នៃបងប្អូននោះខ្ញុំថតរៀងពេកមើលតិចមានតាំងពីត្រីច្រើនណាស់បងប្អូនឃើញគាត់បងគាត់ឲ្យចំណីត្រីហើយក៏មានកន្លែងគេជិះទាទឹកលេងបើក្មេងៗវិញចូលចិត្តណាជិះទាទឹកជួជិះទាទឹកនៅក្នុងបន្លាយទឹកដែលគេកែច្នៃហ្នឹងណាបងប្អូនគេធ្វើជាដូចជារាងទូកហ្នឹងតាមត្រូវនេះទេថ្មទេតែគេធ្វើដូចរាងទូកក្តោងអញ្ចឹងបងប្អូនកន្លែងគេដាក់ចំណីត្រីហ៎បងប្អូនហើយនេះស្ពានមកកន្លែងទៀតតែគេធ្វើបែបអឺរ៉ុបដែរបងប្អូនបើថានិយាយពីទេសភាពវិញគឺស្រស់ស្អាតណាស់បងប្អូនគាត់ថាថ្ងៃខ្ញុំថតហ្នឹងមេឃអត់សូវបើកថ្ងៃអញ្ចឹងបងប្អូនមេឃទុំមកវិញអញ្ចឹងថតអត់សូវស្រស់ស្អាតទេបើថាថ្ងៃសៅរ៍អាទិត្យវិញមនុស្សច្រើនណាស់បងប្អូនគេបងគាត់សម្រាប់ពីការងារគាត់មកលេងថ្ងៃសៅរ៍អាទិត្យបើថាថ្ងៃបុណ្យវិញមនុស្សគាត់ទៅច្រើនជាងហ្នឹងទៀតនិយាយពីទេសភាពវិញកប់សេរីបងប្អូនដូចយើងនៅខាងកៅតំបន់អឺរ៉ុបអីចឹងណាមានតាំងពីគេនោះចំទាឆិតជីបុកទាដែរបងប្អូនហើយមានកន្លែងកំសាន្តជាច្រើនទេបងប្អូនហើយក៏មានហាងគេធ្វើអមសងខាងបន្លាយទឹកហ្នឹងបងប្អូនក៏មានដែរហាងតាំងពីហាង Mobile Cafe មានតាំងពី Starbucks Cafe មានតាំងពី Brown Cafe មានហាង brand ជាច្រើនទេបងប្អូនខាងស្ពានមកកន្លែងដែរនេះខ្ញុំមកថតព្រឹត្តរូបចិត្តស្ពានគេមើលទៅប្លែកអញ្ចឹងទៅបងប្អូនហើយផ្នែកបើកន្លែងនោះនេះកន្លែងនេះគឺគេហៅអីអាគារតួ Eiffel តែតំណាងនៃប្រទេសបារាំងបងប្អូនអាគារធ្វើពីដែកតំណាងប្រទេសបារាំងប៉ុន្តែគេធ្វើមកល្មមខ្ពស់មកល្មមដូចយើងនៅប្រទេសបារាំងហ្នឹងបងប្អូនយើងអាចឡើងទៅលើឡើងខាងលើនោះបានបងប្អូនតែខ្ញុំជឿទៅឡើងថតទៅនៅក្រោមទៅបើថាពេលយប់វិញបងប្អូនគេបើកភ្លើងពណ៌មកកន្លែងហ្នឹងគឺស្រស់ស្អាតមែនទែនបងប្អូនបើកភ្លើងចម្រុះពណ៌វិញពេលរៀងល្ងាចលប់សបោទៅដោយរឿងមកលេងច្រើនណាបងគាត់មកលេងច្រើនហើយក៏មានទឹកហូរសម្បត្តិនិមិត្តវិញទឹកហូរខ្លាំងដែរបងប្អូននៅខាងក្រោមដើមឈើធំនេះបងប្អូនគេធ្វើទឹកហូរសម្បត្តិនិមិត្តទឹកធ្លាក់មកលឺសលេងខ្លាំងនេះបងប្អូននេះកន្លែងខ្ញុំថតទឹករូបហ្នឹងទឹកហូរសម្បត្តិនិមិត្តគេបងប្អូនធ្វើទៅដូចមែនតែនអញ្ចឹងបងប្អូនតាមទៅទឹកគេបូមទៅបូមមកថ្លៃភ្នែកបងប្អូនឯកន្លែងខ្នងទ្វារគេចូលមកបងប្អូននៅខាងគេហៅសួនបែបអឺរ៉ុបបងប្អូននេះថយមកខាងខ្ញុំថតពីថយមកខាងមកបើថតពីហ្នឹងទេសភាពស្អាតហ្នឹងបងប្អូននិយាយចំគឺធ្វើកន្លែងថតរូបច្រើនណាបងប្អូនគាត់ថាថ្ងៃខ្ញុំមកថតនេះមេឃអត់បើកថ្ងៃហ៎មេឃយើងទៅទុំចង់ឲ្យភ្លៀងឲ្យវិញអញ្ចឹងវាថតទៅព្រឹត្តរូបមកវាទៅស្អាតសម្បូរមនុស្សមកលេងច្រើនណាបងប្អូន
មានតាំងពីគេនេះគេចិញ្ចឹមតាំងពីទាទៀតបងប្អូនជីទាទឹកក្មេងៗជីទាទឹកឆ្លៃឡើងចង់ទៅបុកទៅទាហ្នឹងទាហើយលេងពេញបន្លាយទឹកហ្នឹងបងប្អូននេះកន្លែងដែលខ្ញុំនិយាយគេធ្វើដូចពីដែកពីថ្មតែគេធ្វើលើចងទឹកយើងមើលពីចម្ងាយទៅធ្វើដូចមើលទៅដូចស្ពៅអញ្ចឹងបងប្អូនអាទូកស្ពៅ